លុយឆាយមួយពេលតែលំបាកម៉ែឪមួយជីវិតនេះជាតថភាពពិតនៃយុវជនមួយចំនួននាពេលបច្ចុប្បន្នការងារធ្វើមិនទាន់ជាប់លាប់ចំណូលរកមិនទាន់បានប៉ុន្តែចិត្តចង់បានតែរបស់ទំនើបទូរស័ព្ទត្រូវតែស៊េរីចុងក្រោយម៉ូតូត្រូវតែស៊េរីថ្លៃបើជិះរបស់ធម្មតាខ្លាចអន់ខ្លាចមិនទាន់សម័យខ្លាចមិត្តភ័ក្តិមើលងាយពេលគ្មានលុយទិញក៏ទៅអង្វរឬបង្ខំឪពុកម្ដាយឲ្យជួយរំលោះឲ្យដោយសន្យាថាខ្លួននឹងខំធ្វើការយកលុយមកបង់រំលោះរាល់ខែប៉ុន្តែស្រឡាញ់តែភាពលុយឆាយបានមួយផ្លែតដល់ពេលត្រូវចេញទៅរកលុយបង់គេប្រែជាខ្ជិលច្រអូសធ្វើការនេះមិនកើតធ្វើការនោះមិនបានចុងក្រោយបោះបង់ចោលការទទួលខុសត្រូវទុកឲ្យម៉ែឪជាអ្នករ៉ាប់រងបង់រំលោះជំនួសទាំងលំបាកផ្ញើជូនប្អូនយុវជនគ្រប់រូបកុំយកភាពលុយឆាយคล้ายៗទៅបង្កើតបំណុលពិតប្រាកដឲ្យឪពុកម្ដាយទូរស័ព្ទថ្លៃឬម៉ូតូស៊េរីទំនើបវាមិនបានលើកតម្លៃប្អូនទេបើរបស់ទាំងនោះបានមកពីញើសឈាមនិងការលំបាករបស់ម៉ែឪតម្លៃពិតប្រាកដរបស់អ្នកគឺស្ថិតនៅលើសមត្ថភាពនិងការទទួលខុសត្រូវលើជីវិតខ្លួនឯងហើយក៏សូមផ្ញើជូនអ្នកជាឪពុកម្ដាយផងដែរស្រឡាញ់កូនត្រូវបង្រៀនឲ្យកូនស្គាល់តម្លៃនៃលុយនិងការលំបាកបើកូនមិនទាន់ចេះរកលុយដោយខ្លួនឯងទេកុំទាន់រំលោះរបស់ថ្លៃឲ្យកូនឲ្យសោះព្រោះការតាមចិត្តកូនខុសរបៀបមិនមែនជាការស្រឡាញ់ទេតែវាជាការបំពុលកូននិងបង្កើតបំណុលស្រោចលើក្បាលខ្លួនឯងចូលចាំថាអួតគេថាមានតែជំពាក់បំណុលគេវាមិនដែលធ្វើឲ្យនរណាម្នាក់ជោគជ័យឡើយ